អាយទៅឲ្យលេណាត់ខាកាត់បាល់ថែមមួយជើងឆ្វេង3-0 3 without reply បាទឥឡូវបាឡូញ៉ាក្តាក៏បានផ្លុំកញ្ចាយដើម្បីចាប់ផ្ដើមការប្រកួតផងដែរបាល់បានកែចេញពីសំណាក់ក្រុមបាទ Red Bull Salzburg បាទឥឡូវនេះគ្រប់គ្រងបាល់ពីស្លាប់ខាងឆ្វេងមួយស្មើជាមួយនឹងខ្សែការពារ Stanisic ចាក់មួយជើងបោះចូលប្រអប់ព្រោះថ្នាក់អីយ៉ាងឱកាសគ្រប់បាល់អូអត់ទេអូលីសេកាត់ទៅឲ្យអ៊ីតូកប់បាល់មួយសិនហ៊ីរូគីអ៊ីតូអូអត់ទេបាទខ្សែប្រយុទ្ធឆ្វេងរបស់បាយ៉ាម៉ានិចណាសាក់មួយជើងឆ្វេងក៏ប៉ុន្តែបាល់រត់ចេញទៅក្រៅទីទស្សនាការនេះការរុញទៅពីអូលីសេកប់មួយដាច់ចកេះខ្សែបំរើសញ្ជាតិជប៉ុនដូចគ្នាទៀតឥឡូវទៅកន្លែងនេះទៅរួចអត់បាយ៉ាម៉ានិចហារីខេនអើយតែមួយក្បាលបោះជន់មកកដាលអ៊ីតូមួយជើងឆ្វេងចូលហ៊ីរីកូបាល់យោអូយហៅឈ្មោះខុសបាទប្រិមត្តយើងបាទហ៊ីរ៉ូគីអ៊ីតូទស្សនាកន្លែងណែប្រិមត្តហើយណែ90មួយជើងឡងមកវិញពីអ្នកចាំទីស្លាជើតែមួយក្បាលហើយក៏ចាក់មួយក្បាលឡើងទៅខាងលើបាទបាទស្អាតណាស់បាទមួយជើងឆ្វេងរបស់អ៊ីតូបាទបាននេះសុទ្ធប្រឡោះជើងខ្សែការពីហើយនៅតែអាចជួបបានពីអ្នកចាំទីបាទហើយការព្យាយាមឃ្លៀឡើងណេះបាទសុទ្ធបាល់វ៉ាឡេមកជើងនេះស្អាតប្រិមត្តហើយហ៊ីរ៉ូគីអ៊ីតូបាទលេណាត់ខាលមួយស្មើលេណាត់ខាលមួយជើងស្ដាមក៏រត់លយមើអូយកូរ៉ាត់ឡាយមើអើយមិនណែប្រិមត្តបកន្លែងនេះការព្យាយាមឆែកបាល់ទៅពីលេណាត់ខាលណេះក៏ត្រូវបានរំខានបាននេះប្រសិនបើកូរ៉ាត់ឡាយមើបញ្ជូនទៅឲ្យសេហ្គេយ៉ាព្រីបាល់គ្រាប់បាល់ទី2អាចនឹងកើតមានតែម្ដងបាទឥឡូវទៅឲ្យសេហ្គេយ៉ាព្រីមួយជើងឆ្វេងអត់ទៀតហើយអាយ៉ាឥឡូវនេះឱកាសគ្រាប់បាល់សិនសម្រាប់បាយឺនលេណាត់ខាប្រឡែងខ្លីៗជាមួយផាឡូវៃតបបាល់កន្លែងនេះទៅហើយទៅពីបាយឺនលេណាត់ខាចូលមួយគ្រាប់ទៀតហើយបាយឺនម៉ូនិចទីបំផុតចូលគ្រាប់បាល់ទី2បាល់កោននៅមុខបន្ថែមទៅលើក្រុមម្ចាស់ផ្ទះ OB Salzburg អូយលេណាត់ខាលសរសើររូបគាត់មិនខុសមែនប្រិយមិត្តហើយណែទស្សនាកន្លែងនៃការរុញទៅខាងលើឲ្យសេហ្គេយ៉ាព្រីខបាល់ទុកបាល់មួយសិនក៏បាទបញ្ជូនទៅឲ្យបាទមិត្តរួមក្រុមអូឡានទៅខាងលើចាក់បន្តឲ្យលេណាត់ខាលអូមួយសុទ្ធមួយជើងឆ្វេងណែយកគ្រាប់បាល់ទី2ឲ្យបាយឺនម៉ូនិចបានយ៉ាងរំភើយផៅលវិចរុញឡើងទៅលើឲ្យកីឡាករលេខ38បាទ38គឺហ្វីលីបឆាវ៉េសអញ្ចឹងឆាវ៉េសជាអ្នកអាស៊ីសទៅឲ្យលេណាត់ខាលអាយទៅឲ្យលេណាត់ខាលកាត់បាល់ថែមមួយជើងឆ្វេង3-0 3 without reply អូហូយបាយឺនម៉ូនិចយកគ្រាប់បាល់បានមួយគ្រាប់ទៀតហើយ3-0ទៅតែអានខមមិនបងប្អូនយើងភ្លាមឥឡូវនេះក៏មានគ្រាប់បាល់ផ្លិតភ្លាមតែម្ដងទស្សនាកន្លែងនេះការតម្លាក់បាល់មកខាងក្រោមហើយក៏បាទបោះទៅឲ្យលេណាត់ខាលមិនសុទ្ធខ្លួនឯងទេកាត់បាល់ទៅចាក់មួយជើងមកណែយកគ្រាប់បាល់បានមួយគ្រាប់ទៀតយ៉ាងរំភើយអូយបាល់ល្អណាស់ប្រិយមិត្តហើយបាទកីឡាករលេខ38ហ្វីលីបឆាវ៉េសបាទកីឡាករសញ្ជាតិប៉េរូប្រិយមិត្តយើងអល់ចាបាកូវិចបាទត្រៀមបាទមួយជើងទៅប៉ារ៉ាបាទីទៀតអូយបាល់ free kick នៅតំបន់ដំបូលទូកនេះស្អាតណាស់ប្រិមត្តហើយបាទចុងពើនេះបាទមួយជើងទៅប៉ារ៉ាបាទីខ្ទាតទៅក្រៅទៀតអូយបាទឥឡូវទៅឲ្យ Luis Diaz ចាក់បាល់ឲ្យកូរ៉ាត់ឡាយមើអើយអត់ចូលចិត្តគ្នាបន្តិចលេណាត់ខាលបោះបាល់ឲ្យឡាយមើទះមួយជើងឡើងទៅហើយក៏លុតតាត់មកក្បាលទប់បាល់មួយសិនបាទសេហ្គេយ៉ាព្រីឆក់បានកន្លែងនេះពីខ្សែបំរើកណ្ដាលរបស់ Red Bull Salzburg មួយជើងឡើងទៅខាងលើទៅមកខាងក្រោមផៅលវិញយកបាល់បានមកវិញ
lên nạt khá chặt bao bàn to ảo ca qua bao mùi crop tiết mùi chân đam tè lăng tới tại một cái bao Joel Leonard Carl 4 ទល់នឹង 0 4 ទល់នឹង 0 បានសម្រេចមែនអូហូណេះក្បាលខ្ញុំល្អទេ Leonard Carl ទៅផ្ទះក្បាលខ្លួនឯងណាទស្សនាកន្លែងណាការបាទចាក់បាល់ឡើងទៅខាងលើអូសទៅហើយក៏រុញបន្តទៀតបាទក៏អូផុតអ្នកចាំទីបញ្ជូនបន្តកន្លែងនេះពី Luis Diaz Leonard Carl តាត់មួយក្បាលយកមួយគ្រាប់ទៀតឲ្យ Bayern Munich បាទហើយបាទប៊ីចូលឥឡូវចូលហើយប្រដៅសត្យាបាទបងអុចយ៉ាន់បាទបានមួយគ្រាប់ទៀតហើយបងហើយបាទ4ទល់នឹង 0 ហើយអញ្ចឹងរងចាំមួយគ្រាប់ទៀតដាច់ over ណាបាទចាំមើលបានមួយគ្រាប់ទៀតដាច់ over ដែរឬក៏អត់ដល់កវៃបាទ over 4កន្លះឥឡូវស៊ី7គ្រាប់បាទ5 4ទល់នឹង 3ឥឡូវលើកទៅមួយជើងឆ្វេង5ទល់នឹង 0 5ទល់នឹង 0 ពី Bayern Munich អូយបងប្អូនយើងសុំបានតែហ្មងនេះបាទ Bayern អីក៏ចិត្តល្អម្ល៉េះថ្ងៃនេះទស្សនាកន្លែងនេះការរុញបាល់ទៅឲ្យខ្សែការពីឆ្វេងប៉ិតបាល់មួយសិនក៏អូបន្តូចពី Cardozo ហើយក៏រុញចូលមកក្តារចាក់ឡើងទៅខាងលើ Luis Diaz ឆ្កឹះឡើងទៅហើយក៏មួយជើងឆ្វេងយកគ្រាប់បាល់ទី5បានសម្រេចឲ្យ Bayern Munich ល្អអីក៏ល្អយ៉ាងនេះបាទ Bayern ថ្ងៃនេះបាទការបញ្ចប់ទី1នេះគឺពិតជាលទ្ធផលដ៏ល្អខ្លាំងយកទៅមែនតើបាទ Tom Bishop បាទឥឡូវនេះលើញ៉ាកដាផ្លុំកញ្ចែបញ្ចប់ការប្រកួតហើយប្រិមត្តយើងបាទលទ្ធផលជាផ្លូវការ Bayern Munich បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Red Bull Salzburg ដោយលទ្ធផល5-0 5 ដំបងដោយមិនឲ្យមានការតបតមកវិញរួច